sangអីតបនឹងថៃរងការថ្កោលទោសពេញមាត់ពីប្រជាជនឥណ្ឌានិងអ្នកកាន់សាសនាហិណ្ឌូមានការផ្ទុះខឹងសម្បាយ៉ាងខ្លាំងពីសំណាក់អ្នកកាន់សាសនាហិណ្ឌូជាពិសេសប្រទេសឥណ្ឌាតាមរយៈអតីតសមាជិកសភាលោកវីចាយាស័យរ៉េឌីបានរិះគន់ចំចំពោះសកម្មភាពឈូសកំទេចរូបសំណាក់ព្រះវិស្ណុដែលជាអាទិទេពហិណ្ឌូដោយយោធាថៃកាលពីពេលថ្មីនេះលោកមានប្រសាសន៍ថាការបំផ្លាញរូបសំណាក់អាទិទេពហិណ្ឌូក្រោមលេសនៃចំនួនព្រំដែនគឺមិនអាចទទួលយកបានទេទាំងប្រទេសថៃនិងប្រទេសកម្ពុជាគឺជាប្រទេសដែលគោរពព្រះពុទ្ធសាសនាគ្មានសាសនាណាដែលបញ្ជាក់ពីសន្តិភាពរបស់ខ្លួនដោយបំផ្លាញជំនឿរបស់អ្នកដទៃឡើយស្របពេលជាមួយគ្នានោះដែរវីដេអូបំផ្លាញរូបសំណាក់ខាងលើត្រូវបានអ្នកលេងអ៊ីនធឺណិតជាច្រើនជាពិសេសអ្នកគោរពសាសនាហិណ្ឌូនៅក្នុងប្រទេសឥណ្ឌាបានយកទៅចែករំលែកបន្តនិងបញ្ចេញមតិរិះគន់ថ្កោលទោសរៀងៗខ្លួនពួកគេបញ្ចេញប្រតិកម្មខឹងសម្បានិងបាននិយាយថាការវេកំទេចនេះគឺជាការប្រមាថសាសនានិងស្វែងរកការអន្តរាគមន៍ពីរដ្ឋាភិបាលឥណ្ឌាលើបញ្ហានេះរូបសំណាក់អាទិទេពហិណ្ឌូប្រវែង9ម៉ែត្រដែលត្រូវបានឈូសកំទេចដោយយោធាថៃក្រោមលេសថាសាងសង់ដោយខុសច្បាប់នៅក្នុងទឹកដីរបស់ពួកគេម្យ៉ាងទៀតយោធាថៃយល់ថាការសាងសង់រូបសំណាក់ព្រះវិស្ណុបែរព្រះភ័ក្ត្រទៅទិសខាងលិចគឺជាការបង្ក្រាបឥទ្ធិពលរបស់ពួកគេមិនឲ្យឈ្លានពានកម្ពុជាបានតាមរយៈបារមីគូបញ្ជាក់ថាសាសនាហិណ្ឌូមានប្រជាជនគោរពប្រហែល 1.17 លាននាក់ស្មើនឹងប្រហែល 14.9% នៃប្រជាជនសរុបលើពិភពលោកដែលភាគច្រើនគឺជាប្រជាជនឥណ្ឌានិងនេប៉ាល់ហិណ្ឌូក៏ជាសាសនាធំទី3ផងដែរនៅលើពិភពលោកបន្ទាប់ពីគ្រឹះសាសនាមាន 32.8% និងអ៊ីស្លាមមាន 23.3%